រឿងសេនកៈបណ្ឌិតបុរសចាស់មានប្រពន្ធក្រមុំដូចបានដុំភ្លើងការកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គព្រះនាមចេនកៈសោយរាជនៅក្នុងក្រុងព្រាណសីកាលនោះព្រះបរមពុរិស័ទរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍ទ្រង់មានព្រះនាមថាសេនកៈនៅក្នុងក្រុងព្រាណសីនោះដែរព្រះបរមពុរិស័ទបានទៅសិក្សាសិលសាស្ត្រនៅនានគរតកសិលាលុះត្រឡប់មកដល់ស្រុកព្រះរាជានៅក្នុងក្រុងនោះទ្រង់បរិជ្ជទានតំណែងជាអាមាត្យនិងយុទ្ធធំដល់ព្រះពុរិស័ទតែងឡើងគង់លើអាសនៈដែលឥស្សរជនទាំងឡាយមានបរិជ្ជាជាដើមប្រដាប់តាក់តែងដើម្បីសម្ដែងនៅព្រះធម៌ជារៀងរាល់ថ្ងៃពេញបរមីតាមលំអាននៃព្រះពុទ្ធពីបុរាណកាលនោះមានព្រាហ្មណ៍ចាស់ម្នាក់ដើរសុំទានគេបានប្រាក់ 1000 កហបណៈយកទៅផ្ញើនឹងត្រកូលព្រាហ្មណ៍មួយហើយដើរទៅសុំទានទៀតជាលំដាប់ហូរហែឯត្រកូលព្រាហ្មណ៍នោះលុះបានប្រាក់ទៅចាយវាយតតែអស់ដល់ព្រាហ្មណ៍ចាស់ត្រឡប់មកវិញរកប្រាក់សងមិនបានក៏ឲ្យកូនក្រមុំរបស់ខ្លួនធ្វើជាភរិយាព្រាហ្មណ៍ចាស់នោះឥតមានប្រកែកបន្តិចបន្តួចណាឡើយព្រមយកទៅនៅក្បែរក្រុងព្រាណសីឯប្រពន្ធនៅក្មេងមិនឆ្អែតស្កប់ស្កល់ក្នុងរឿងសបាយសោះទៅធ្វើមេឆាចាសាហាយស្មន់ជាមួយនឹងព្រាហ្មណ៍កំឡោះម្នាក់ដែលមានវ័យស្មើគ្នាថ្ងៃមួយប្រពន្ធរបស់ព្រាហ្មណ៍នោះក៏បាននិយាយទៅកាន់ព្រាហ្មណ៍ថាបបិទ្ធព្រាហ្មណ៍ជាស្វាមីខ្ញុំមិនអាចធ្វើការងារច្រើននៅក្នុងផ្ទះរបស់អ្នកបានទេអ្នកត្រូវទៅសុំប្រាក់គេយកមកជួលខ្ញុំប្រុសឬខ្ញុំស្រីម្នាក់ឲ្យខ្ញុំព្រាហ្មណ៍ចាស់ដែលហេតុតែស្រឡាញ់ប្រពន្ធក្មេងក្រៃពេកទុកជាយ៉ាងដូចម្ដេចក៏ដោយឥតមានការយល់ទាស់ឡើយទើបនិយាយថាល្អហើយអូនត្រូវហើយអូនឡើងញាប់មកហើយក៏ស្ពាយក៏រងស្បែកសម្រាប់ដាក់សដៅត្រាច់មនីតាមច្រកលហកស្រុកនិគមសុំទានគេបានប្រាក់700 កហបណៈដល់ត្រឡប់មកវិញអង្គុយបរិភោគសដៅមាត់ផ្លូវក្បែរដើមឈើដែលមានប្រហោងមួយដើមលុះបរិភោគរួចហើយមិនបានចងមាត់ការុងដែលទុកត្រង់នោះដែលចោះទៅផឹកទឹកនៅក្នុងស្ទឹងកាលនោះមានពស់វែកក្របីមួយនៅក្នុងប្រហោងឈើនោះធំក្លិនសដៅក៏លូនចូលទៅក្នុងការុងស៊ីសដៅតតែអស់ពស់ឆ្អែតហើយក៏ពេលដេកសងំស្ងៀមនៅក្នុងទីនោះដល់ព្រាហ្មណ៍ត្រឡប់មកវិញមិនបានជាចាប់ផ្លឹកគិតមើលនេអាយក៏ចងមាត់ការុងស្ពាយដើរតយងយបានបន្តិចក៏បានឮពាក្យរុក្ខទេវតាពោលថាមនាព្រាហ្មណ៍នៅក្នុងថ្ងៃនេះបើអ្នកឈប់សម្រាកត្រង់ពាក់កណ្ដាលផ្លូវអ្នកនឹងត្រូវស្លាប់ភ្លាមបើអ្នកដើរទៅដល់ផ្ទះប្រពន្ធអ្នកនឹងស្លាប់ព្រាហ្មណ៍ឮដូច្នោះផិតភ័យអំពីសេចក្តីស្លាប់ជាខ្លាំងក៏យំបណ្ដាពេលបានមកដល់ក្រុងព្រាណសីក៏ឃើញពួកមហាជនជាច្រើននាក់កាន់គ្រឿងក្រអូបនៅផ្កាកម្រងដើរទៅស្ដាប់ព្រះធម៌របស់ព្រះបរមពុរិស័ទព្រាហ្មណ៍ឃើញដូច្នោះទើបសួរដឹងហេតុសពគ្រប់ប្រការហើយគិតថាសេនកៈបណ្ឌិតគឺជាធម្មកថាមុខជាសម្ដែងធម៌ត្រង់ណាមួយដើម្បីកម្ចាត់បងនៅសេចក្តីសោករបស់អញបានជាពុំខានបើដូច្នេះគួរតែអញទៅស្ដាប់ធម៌សិនលុះគិតហើយគាត់ក៏ដើរទៅជាមួយនឹងជនទាំងនោះពេលទៅដល់ហើយគាត់ក៏អង្គុយក្រោយពួកបរិស័ទទាំងឡាយព្រះពុទ្ធិស័ទឃើញព្រាហ្មណ៍អង្គុយសោកសៅដូច្នោះក៏គិតថាហេតុអ្វីណោទើបសួរដំណើរអំពីរឿងដែលមានសេចក្តីសោកនោះព្រាហ្មណ៍ចាស់ក៏បានប្រាប់ទៅតាមពាក្យរុក្ខទេវតាពោលទាំងអស់ហើយក៏បានសួរថាបបិទ្ធបណ្ឌិតហេតុដូចម្ដេចបានជាខ្ញុំត្រូវស្លាប់ហើយប្រពន្ធរបស់ខ្ញុំត្រូវស្លាប់ដែរព្រះបរមពុទ្ធិស័ទក៏នឹករំពឹងឃើញដោយប្រាជ្ញាឆ្លៀសវៃនៅក្នុងឧបាយដឹងហេតុសពគ្រប់ហើយទើបសួរទៅព្រាហ្មណ៍ថាមនាព្រាហ្មណ៍សដៅនៅក្នុងការុងរបស់អ្នកមានទេព្រាហ្មណ៍ឆ្លើយថាបបិទ្ធបណ្ឌិតមានព្រះបរមពុរិស័ទក៏បានសួរទៀតថាចុះពីព្រឹកមិញអ្នកបរិភោគនៅក្នុងទីណាព្រាហ្មណ៍ក៏បានឆ្លើយថាបបិទ្ធបណ្ឌិតខ្ញុំបរិភោគទៀបទល់ឈើនៅត្រង់ពាក់កណ្ដាលផ្លូវ
ព្រះបរមពុទ្ធិស័ក្តិសួរទៀតថាអ្នកបរិភោគរួចហើយចោះទៅផឹកទឹកបានចងមាត់ក៏រងឬទេព្រាហ្មណ៍ក៏បានឆ្លើយថាមិនបានចងទេព្រះបរមពុទ្ធិស័ក្តិពោលថាបើដូច្នោះមានពស់វែកក្របីមួយធំក្លិនសដៅហើយចូលទៅក្នុងការុងហើយបើល្ងាចនេះអ្នកបរិភោគត្រង់ពាក់កណ្ដាលផ្លូវលោកយកសដៅមុខជាពស់ចឹកអ្នកស្លាប់ហើយបើអ្នកហួសទៅដល់ផ្ទះនោះប្រពន្ធអ្នកលោកយកអីវ៉ាន់នៅក្នុងការុងពស់នឹងចឹកប្រពន្ធអ្នកស្លាប់ពាក្យដែលរុក្ខទេវតាពោលព្រោះសម្ដៅហេតុនឹងឯងដូច្នេះអ្នកត្រូវដាក់ការុងត្រង់កណ្ដាលបរិស័ទហើយស្រាយមាត់រួចយកឈើគោះមុខជាពស់លូនចេញជាពំខានព្រាហ្មណ៍ក៏បានធ្វើតាមព្រះបរមពុទ្ធិស័ក្តិកាលនោះពស់ក៏លូនចេញអំពីការុងមែនបើកពពាធ្វើសំឡេងស៊ូតកាលនោះមានមកពស់ម្នាក់បានចាប់ពស់នោះយកទៅលេងចោលនៅក្នុងព្រៃពួកមនុស្សទាំងឡាយបានឃើញហេតុអស្ចារ្យដូច្នោះក៏និយាយគ្នាថាអោព្រះបរមពុទ្ធិស័ក្តិនេះទីដូចមានសព្វញ្ញុតញ្ញាណទើបនាំគ្នាលើកនៅទងជ័យយ៉ាងច្រើនហើយទះដៃផងហើយស្រែកសាធុការពោផងគ្រានោះភ្លៀងរតនៈ7ប្រការក៏បង្អុរបូជាព្រះបរមពុទ្ធិស័ក្តិឯព្រាហ្មណ៍ក៏យកកហបណៈបូជាព្រះបរមពុទ្ធិស័ក្តិព្រះពុទ្ធិស័ក្តិមិនព្រមទទួលយកសោះបែរជាបង្កប់គេឲ្យយកទ្រព្យ300កហបណៈទៅជូនព្រាហ្មណ៍ទៀតដើម្បីបង្គ្រប់1000កហបណៈហើយសួរថាណែព្រាហ្មណ៍អ្នកណាប្រើឲ្យដើរសុំគេយ៉ាងដូចនេះព្រាហ្មណ៍ក៏បានឆ្លើយថាបពុតបណ្ឌិតប្រពន្ធខ្ញុំអ្នកប្រើព្រះបរមពុទ្ធិស័ក្តិបានសួរបន្តទៀតថាមនាព្រាហ្មណ៍ប្រពន្ធអ្នកចាស់ឬក្មេងព្រាហ្មណ៍ក៏បានឆ្លើយថាបពុតបណ្ឌិតប្រពន្ធខ្ញុំនៅក្មេងព្រះបរមពុទ្ធិស័ក្តិក៏បានពោលទៀតថាបើដូច្នោះប្រពន្ធរបស់អ្នកធ្វើមួយឆាយចាជាមួយនឹងព្រាហ្មណ៍ដទៃទៀតហើយបានជាវាប្រើអ្នកឲ្យដើរសុំគេបើអ្នកយកកហបណៈទាំងនេះទៅដល់ផ្ទះមុខជាប្រពន្ធរបស់អ្នកយកទ្រព្យនោះទៅឲ្យសហាយរបស់វាហើយមនាព្រាហ្មណ៍អ្នកត្រូវលាក់ទុកទ្រព្យសម្បត្តិនៅត្រង់ណាមួយសិនហើយដើរចូលទៅតែខ្លួនទទេចុះកាលណាបើសំណេះសំណាលចប់រួចហើយព្រាហ្មណ៍ក៏បានលាព្រះបរមពុទ្ធិស័ក្តិទៅកាលណាបើបានទៅដល់ស្រុករបស់ខ្លួនហើយក៏លាក់ទុកកហបណៈនៅត្រង់មាត់ទ្វារស្រុកហើយស្រែកហៅប្រពន្ធថាណែអូនណែអូនពេលនោះនាងព្រាហ្មណីកំពុងចរចាលេងជាមួយនឹងសហាយបានឮពាក្យព្រាហ្មណ៍ស្រែកហៅក្តែងក៏ពន្លត់ចង្គៀងបើកទ្វារបន្តិចម្ដងការបើឃើញព្រាហ្មណ៍ចូលទៅផុតហើយវាដឹកដៃសហាយឲ្យទៅពួននៅត្រង់សន្ទះទ្វារទើបសួរទៅព្រាហ្មណ៍ថាអ្នកបានប្រាក់ប៉ុន្មានបបិទ្ធអ្នកតើអ្នកបានប្រាក់ប៉ុន្មានព្រាហ្មណ៍ក៏បានប្រាប់ថាបាន1000កហបណៈតែបងបានទុកនៅត្រង់ទ្វារស្រុកមិនបានយកមកទេនាងព្រាហ្មណ៍ក៏ទៅប្រាប់សហាយក៏ទៅលួចយកទាល់តែអស់លុះព្រឹកឡើងព្រាហ្មណ៍ក៏បានទៅយកកហបណៈតែមិនឃើញសោះទើបព្រាហ្មណ៍ដើរទៅប្រាប់រឿងនេះដល់ព្រះបរមពុទ្ធិស័ក្តិម្ដងទៀតព្រះបរមពុទ្ធិស័ក្តិជ្រាបហេតុនោះសពគ្រប់ក៏ឲ្យស្បៀងទៅព្រាហ្មណ៍គ្រប់គ្រាន់7ថ្ងៃដល់ព្រាហ្មណ៍ហើយប្រាប់ឧបាយថាអ្នកត្រូវអញ្ជើញព្រាហ្មណ៍14នាក់ហើយក៏ប្រាប់ឧបាយថាអ្នកត្រូវអញ្ជើញព្រាហ្មណ៍14នាក់គឺ7នាក់ជាជីតុនខាងអ្នក7នាក់ទៀតជាជីតុនខាងប្រពន្ធឲ្យបរិភោគតាំងពីថ្ងៃស្អែកទៅក្នុងមួយថ្ងៃអ្នកត្រូវបន្ថយម្នាក់មួយថ្ងៃបន្ថយម្នាក់ជារៀងរាល់ថ្ងៃលុះដល់ថ្ងៃទី7អញ្ជើញតែ2នាក់គឺម្នាក់ខាងអ្នកម្នាក់ទៀតខាងប្រពន្ធបណ្ដាព្រាហ្មណ៍ទាំងអស់នោះព្រាហ្មណ៍ណាត្រូវជាជីតុនប្រពន្ធអ្នកព្រាហ្មណ៍ណាត្រូវជាជីតុនខាងប្រពន្ធរបស់អ្នកមកគ្រប់ទាំង7ថ្ងៃពុំដែលខានសោះអ្នកត្រូវប្រាប់ដល់ខ្ញុំព្រាហ្មណ៍ក៏បានធ្វើដូច្នោះហើយក៏បានឃើញមែនទៅប្រាប់ដល់ព្រះបរមពុទ្ធិស័ក្តិព្រះបរមពុទ្ធិស័ក្តិក៏ឲ្យបរិសទាំងឡាយទៅចាប់ព្រាហ្មណ៍ចោលនោះមកហើយក៏ហៅសួរថាតើអ្នកយកប្រាក់1000កហបណៈរបស់ព្រាហ្មណ៍នេះអំពីគោឈើនោះឬទេព្រាហ្មណ៍ជាចោលក៏បានឆ្លើយថាបពុតបណ្ឌិតខ្ញុំមិនបានយកទេព្រះបរមពុទ្ធិស័ក្តិក៏បានប្រាប់ថាមនាព្រាហ្មណ៍ខ្ញុំនឹងហើយគឺឈ្មោះថាសេនកបណ្ឌិត
អ្នកស្គាល់ខ្ញុំទេព្រាមជាចោរឮឈ្មោះនឹងភ្លាមក៏បានផាត់ភ័យជាខ្លាំងទើបឆ្លើយប្រាប់ត្រង់ថាបបិទ្ធលោកបណ្ឌិតខ្ញុំបានយកមែនឥឡូវនេះខ្ញុំទុកនៅត្រង់កន្លែងនោះព្រះបរមពុទ្ធិសានក៏ប្រើបរោះទាំងឡាយនាំព្រាមចោរនោះធ្វើអាជ្ញារបស់ព្រះរាជាហើយក៏ឲ្យនិរទេសចេញអំពីនគរទៀតរីឯប្រាក់ 1000 កហបណៈនោះព្រះបរមពុទ្ធិសានក៏បានឲ្យទៅដល់ព្រាមចាស់ហើយឲ្យនៅក្នុងសំណាក់របស់ព្រះបរមពុទ្ធិសានទាំងពីរអ្នកប្តីប្រពន្ធដល់រាបដល់អស់អាយុរឿងសេនកបណ្ឌិតចប់តែប៉ុណ្ណេះសូមអនុមោទនា